លោកបណ្ឌិតធ្លាប់មានអនុស្សាវរីយ៍អ្វីខ្លះនៅពេលដែលយើងរៀនតាំងពីបឋមរហូតមកដល់វិទ្យាល័យក្នុងពេលដែលប្រទេសមិនទាន់មានសន្តិភាពពេញលេញយើងដឹងពីការលំបាកនិងសារៈសំខាន់នៃសន្តិភាពហើយនិងស្ថិរភាពក្នុងការអភិវឌ្ឍប្រទេសក៏ដូចជាអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍយុវជនការអប់រំមិនអាចទៅរួចទេបើសិនជាយើងនៅតែរត់ពីសង្គ្រាមហើយយើងអត់មានស្ថិរភាពអត់មានសន្តិសុខនៅក្នុងសហគមន៍នៅក្នុងប្រទេសមករៀននៅទីក្រុងទៅជាបណ្ដុំនៃសាកលវិទ្យាល័យល្អៗជាច្រើនយើងមានសុបិនមួយថែមទៀតទៅដល់ពេលទៅក្រៅប្រទេសមិនមែនតែប្រទេសមួយទៀតទៅច្រើនប្រទេសទៅពិភពលោកយើងកាន់តែច្រើនកាន់តែធំហើយយើងកាន់តែតូចទៅបាទរៀនកាន់តែច្រើនយើងមានអារម្មណ៍ថាយើងកាន់តែចេះតិចយើងមានអារម្មណ៍ថាចង់តែរៀនថែមទៀតបច្ចុប្បន្នលោកខៀងសុធីគឺជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Chemtech យើងចង់ដឹងពីដំណើរដើមតងជីវិតរបស់លោកបណ្ឌិតថាតើលោកបណ្ឌិតធំធាត់ពីកុមារភាពនៅតំបន់ណាហើយការសិក្សាយ៉ាងដូចម្តេចដែរបាទហើយខ្ញុំមានកំណើតកើតជានៅខេត្តពោធិ៍សាត់ហើយបានទទួលការអប់រំតាំងពីបឋមសិក្សាដល់វិទ្យាល័យហ្នឹងនៅខេត្តពោធិ៍សាត់គឺនៅអនុវិទ្យាល័យនៅវិទ្យាល័យពោធិ៍សាត់នៅក្នុងទីរួមខេត្តពោធិ៍សាត់ឥឡូវហ្នឹងហៅថាស្រុកសំពើមាសផ្ទាល់តែម្ដងណាបាទរហូតដល់ឆ្នាំ1998ហើយក្នុងនោះក្នុងឆ្នាំ80ជាងយើងដឹងថាប្រទេសយើងក៏រួមទាំងខេត្តពោធិ៍សាត់ហ្នឹងគឺមានទទួលនៅការលំបាកជាពេលដែលយើងឆ្លងកាត់សង្គ្រាមស៊ីវិលនៅក្នុងស្រុកនឹងច្រើនអញ្ចឹងទៅមានការផិតភ័យមានការគ្មានអត់មានសន្តិភាពត្រឹមត្រូវទេពេលនោះមានការទម្លាក់គ្រាប់បែកមានការបាញ់បោះមានការបំបាក់ស្ពានបែកផ្លូវប្លន់រថភ្លើងអីអញ្ចឹងជាធម្មតាដោយខ្មែរក្រហមបាទឪពុកម្ដាយរបស់លោកបណ្ឌិតជាទូទៅជាកសិករទេឬក៏ជាគ្រូបង្រៀនបានជួយរុញឲ្យលោកបណ្ឌិតបានមកដល់ពេលបច្ចុប្បន្នម្ដាយខ្ញុំជាគ្រូបង្រៀនបាទគ្រូបង្រៀនតាំងពីសម័យដើមសម័យ60 70មកពេលហ្នឹងគេហៅសាស្ត្រាចារ្យគាត់បរៀននៅបឋមសិក្សាហើយមុននឹងបរៀនហ្នឹងគាត់បានទៅរៀនជាគ្រូហ្នឹងគឺនៅកំពង់កទួតណាបាទជាសាលាបណ្ដុះគ្រូជំនាន់បារាំងដែលល្បីមែនតើហើយអញ្ចឹងគាត់ជាគ្រូបង្រៀនហើយគាត់ចេះវិទ្យាសាស្ត្រចេះភាសាបារាំងច្បាស់លាស់រហូតដល់សប្តាហ៍ថ្ងៃហ្នឹងហើយឪពុកគាត់ធ្វើការខាងវិស័យខាងមេព្រៃខាងនិយាយឲ្យសាមញ្ញណាគេថាខាងកសិកម្មហើយនឹងជលផលនឹងបាទរុក្ខាប្រមាញ់បាទរុក្ខាប្រមាញ់ណាតាំងពីសង្គមដើមរហូតដល់ចប់សង្គ្រាម80 90មករហូតដល់គាត់ចូលនិវត្តន៍គាត់ធ្វើការងារតែតាក់ទងទៅនឹងរុក្ខាប្រមាញ់ហ្នឹងបាទលោកបណ្ឌិតចប់បាក់ឌុបនៅឆ្នាំ1998ជាពេលវេលាមួយដែលយើងគិតថាមិនទាន់បានទទួលបានសន្តិភាពពេញលេញទេលោកបណ្ឌិតធ្លាប់មានអនុស្សាវរីយ៍អ្វីខ្លះនៅពេលដែលយើងរៀនតាំងពីបឋមរហូតមកដល់វិទ្យាល័យក្នុងពេលដែលប្រទេសមិនទាន់មានសន្តិភាពពេញលេញយើងដឹងពីការលំបាកនិងសារៈសំខាន់នៃសន្តិភាពហើយនិងស្ថិរភាពក្នុងការអភិវឌ្ឍប្រទេសក៏ដូចជាអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍយុវជនការអប់រំមិនអាចទៅរួចទេបើសិនជាយើងនៅតែរត់ពីសង្គ្រាមហើយយើងអត់មានស្ថិរភាពអត់មានសន្តិសុខនៅក្នុងសហគមន៍នៅក្នុងប្រទេសបាទហើយយើងដឹងពីការលំបាកធ្លាប់ការលំបាកពេលហ្នឹងសូម្បីតែទឹកហ្នឹងវាអត់ទាន់មានទឹកម៉ាស៊ីនផងយើងត្រូវរែកទឹកពីស្ទឹងមកដើម្បីមុជដើម្បីស្រោចស្រពដំណាំអីផ្សេងអញ្ចឹងយើងយល់ពីការអស់អត់មានអីជាក្រានគេឲ្យដល់ពេលនេះត្រូវកាប់អស់បាទអញ្ចឹងទៅត្រូវដាំបន្លែដាំអីខ្លួនឯងបាទអញ្ចឹងទៅយើងដឹងពីការលំបាកយើងដឹងពីបញ្ហាទាំងអស់ហ្នឹងហើយពេលហ្នឹងនិយាយពីការអប់រំនៅខេត្តពោធិ៍សាត់អត់ទាន់មានសាកលវិទ្យាល័យឬក៏វិទ្យាស្ថានបណ្ដុះបណ្ដាលអីឡើយទេដល់អញ្ចឹងហើយទិសដៅតាំងពីតូចមកថាដឹងមករដ្ឋធានីភ្នំពេញដើម្បីបន្តដំសិក្សាបាទការសម័យត្រូវតែចូលរៀននៅសាកលវិទ្យាល័យបងគាត់បានរៀននៅសាកលវិទ្យាល័យទាំងអស់ហើយរៀននៅក្រៅប្រទេសផងអញ្ចឹងមានក្តីសម័យខ្ពស់មកពីក្រុមគ្រួសារដែលលំបាកប៉ុន្តែទទួលបានការបដិបត្តិនិងការអប់រំនៅផ្ទះល្អពួកឪពុកម្ដាយជា
ជាគ្រូបង្រៀននិងជាមន្ត្រីរាជការដែលឆ្លាញ់ការអប់រំ បាទ ដល់អញ្ចឹងទៅมันមានធនធានច្រើនប៉ុន្តែមានទិសដៅមួយថានឹងខំប្រឹងប្រែងឲ្យបានចូលនៅសាកលឆ្នាំ1998នេះគឺធ្វើដំណើរពេលប្រឡងជាប់ហើយធ្វើដំណើរនៅមកភ្នំពេញភ្លាមតែម្ដង ហេតុអីបានជាលោកបណ្ឌិតជ្រើសរើសសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅចំនួននោះដោយសារតែយើងអត់ស្ទាន់មានសាកលវិទ្យាល័យច្រើនក៏យ៉ាងណាដែរ សាកលវិទ្យាល័យមានច្រើនដែរប៉ុន្តែសាកលវិទ្យាល័យរដ្ឋបាទហើយសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាសាកលវិទ្យាល័យមួយឈានមុខរបស់រដ្ឋាភិបាលទាំងពីមុនមកទាំងនៅពេលនេះបាទនឹងជាទូទៅហើយមានកម្មវិធីមួយចំនួនកាន់តែល្អជាងគេនៅក្នុងប្រទេសយើងទៀតឬនៅក្នុងតំបន់ផងទី1ទី2ខ្ញុំឆ្លាញ់វិទ្យាសាស្ត្របាទឆ្លាញ់វិទ្យាសាស្ត្រហើយនិងភាសាដល់កាលហ្នឹងទៅខ្ញុំបកកែគីមីខ្ញុំបកកែជីវៈបកកែគណិតអីហើយនឹងភាសាអីគ្រាន់បើដែរដល់អញ្ចឹងទៅបានដាក់រៀនផ្នែកជីវវិទ្យាផងហើយនឹងក៏ប្រឡងចូលនៅវិទ្យាស្ថានភាសាបរទេសហ្នឹង IFL ផងបើ IFL ហ្នឹងវាថា3ឆ្នាំដំបូងបានជាប់ប៉ុន្តែជាប់ជីវៈភ្លាមជាប់ជីវៈអញ្ចឹងក៏ចូលរៀនវិទ្យាសាស្ត្របាទចូលរៀនផ្នែកជីវៈដែលមានគីមីដែលមានគណិតអីទាំងអស់ហ្នឹងហើយបានឱកាសរៀនភាសាអង់គ្លេសនៅសាកលនឹងដែរព្រោះមានគ្រូស្ម័គ្រចិត្តពីអាមេរិកមកជួយបរៀនបដៅដែរដោយសារតែយើងមានជាមូលដ្ឋានគ្រឹះពីវិទ្យាល័យមកខ្លះហើយត្រូវបានគេរើសចូលរៀនជាមួយនឹងគ្រូស្ម័គ្រចិត្តពីសហរដ្ឋអាមេរិកមកនៅសាកលនឹងហើយមិនមែន IFL ទេជាកូនអ្នកពោធិ៍សាត់ហើយបានចប់បាក់ឌុបបន្តមកសិក្សានៅរាជធានីភ្នំពេញលោកបណ្ឌិតជួបបញ្ហាលំបាកផ្នែកជីវភាពក្នុងការសិក្សាទេឬក៏យ៉ាងណាដែរមកទីក្រុងភ្នំពេញព្រោះជាតំបន់មនុស្សទីប្រជុំជនច្រើនបាទការលំបាកមានមួយចំនួនដែរព្រោះយើងត្រូវផ្លាស់ប្ដូរការរស់នៅទម្លាប់អីពីជនបទមកទីក្រុងណាបាទហើយអត់មានផ្ទះនៅភ្នំពេញអញ្ចឹងត្រូវនៅជាមួយនឹងបងហើយនឹងក្រុមគ្រួសារគាត់អញ្ចឹងបានទទួលការឧបត្ថម្ភគ្រប់គ្រងនឹងច្រើនពីបងពីរនាក់បាទក្នុងពេលផ្សេងគ្នាបាទខ្ញុំរស់នៅជាមួយគាត់6 7ឆ្នាំមួយតម្រាំបានការងារខ្លួនឯងដល់អញ្ចឹងទៅបងនឹងទំនុកបំរុងច្រើនបានហើយទី1ទី2តកតងទៅនឹងជីវភាពឪពុកម្ដាយក៏អត់សូវធូរធារដែរដល់អញ្ចឹងទៅរៀនបាន1ឆ្នាំ2ឆ្នាំក៏គាត់ថាភាសាអង់គ្លេសនឹងប្រើគ្រាន់បើក៏ដាក់ពាក្យថារកការងារធ្វើក្រៅម៉ោងបាទអញ្ចឹងទៅមានការងារពីក្រៅម៉ោងនឹងផ្សេងទៀតជាគ្រូបង្រៀនភាសាអង់គ្លេសបាទហើយនឹងជាអ្នកបកប្រែភាសាអង់គ្លេសឲ្យអ្នកកសែតដែរបានថវិកាប្រហែលដែរចំនួននោះបានតិចទេកាលហ្នឹងគេឲ្យជាម៉ោងណាខ្ញុំចាំបានដូចជា1ម៉ោង3រៀលឬក៏5រៀលយូរដែរហើយ25ឆ្នាំហើយដឹងតិចទេហើយប៉ុន្តែវាផ្សំផ្គុំដែរបាទផ្សំផ្គុំដែរបរៀន2ម៉ោងចុងក្រោយបំផុតបរៀនដល់3ម៉ោងល្ងាចឡើងកន្លែង3ផ្សេងគ្នានៅសាលាផងនៅផ្ទះទៅគេហៅទៅបរៀននៅផ្ទះគេចង់ទៅសហរដ្ឋអាមេរិកអីចឹងគេចង់ត្រៀមរៀនក៏ហៅខ្ញុំទៅបរៀននៅផ្ទះអីហ្នឹងទៅដល់អញ្ចឹងទៅខំនឹងឲ្យបកប្រែឲ្យទស្សនាវដ្តីបកប្រែឲ្យកសែតអញ្ចឹងទៅពេលណាមានពេលក៏គេហៅទៅពេលទៅយកព័ត៌មានទៅសម្ភាសអីចឹងទៅជាមួយគេអញ្ចឹងទៅបាទអញ្ចឹងជាហើយចុងក្រោយទៅគ្រូគេស្គាល់គ្រូអាមេរិកហ្នឹងដឹងថាធ្លាប់ធ្វើបកែអីចឹងពេលអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិកជាសាស្ត្រាចារ្យធំហ្នឹងមកស្រាវជ្រាវគេហៅខ្ញុំទៅបាទជួយបកប្រែប៉ុន្តែវាលើសពីអ្នកបកប្រែវាទៅជាជំនួយការស្រាវជ្រាវបាទព្រោះយើងយល់ដឹងពីបរិបទអីច្រើនអញ្ចឹងបាទទៅបដាកាលហ្នឹងបាទយូរទៅដូចចង់សួរខ្លួនឯងដូចមិនមែនជាអ្នកបកប្រែណាបាទព្រោះយើងធ្វើយូរទៅហើយយើងរៀនវិទ្យាសាស្ត្រផងបាទនៅឆ្នាំ2002លោកបណ្ឌិតទទួលបានបញ្ញាបត្រលើកដំបូងក្នុងឆាកជីវិតរបស់ខ្លួនផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោយមកលោកបណ្ឌិតទទួលបានឱកាសអាចថាជារបត់ជីវិតរបស់លោកបណ្ឌិតផងដែរបានទៅសិក្សានៅសហរដ្ឋអាមេរិកនៅឆ្នាំ2006តើមានដំណើរដើមតងបែបម៉េចបានឱកាសដ៏កម្រនេះបានធ្លាក់មកក្នុងពេលដែលប្រទេសយើងកាលនោះក៏មិនទាន់បានរីកចម្រើននេះខ្លាំងដែរបាទអរគុណសំណួរហ្នឹងសំខាន់ព្រោះវាជាឫសគល់ដែលផ្លាស់ប្ដូរជីវិតខ្ញុំច្រើនតែម្ដងប៉ុន្តែវាមានប្រវត្តិរបស់វានៅពេលដែលរៀននៅសាកលហ្នឹងគឺមានមិត្តភ័ក្តិម្នាក់ដែលគាត់ជាជំនួយការអ្នកស្រាវជ្រាវនៅកន្លែងស្រាវជ្រាវមួយហើយអញ្ចឹងគាត់មានការជួយក្នុងការស្រាវជ្រាវទៅសរសេរបោះពុម្ព
បាទបោះពុំទៅអញ្ចឹងក៏ឃើញថាគាត់មានឈ្មោះនៅលើឯកសារស្រាវជ្រាវបោះពុំនោះដូចជាចាប់អារម្មណ៍បាទនឹងមិនចាប់អារម្មណ៍ថាអូថ្ងៃណាមួយសម័យថាចង់មានឈ្មោះខ្លួនឯងជាអ្នកស្រាវជ្រាវនៅលើឯកសារស្រាវជ្រាវអញ្ចឹងដែរបាទដល់ពេលអញ្ចឹងទៅចាប់ពីពេលហ្នឹងមកថានឹងបដិញ្ញាចិត្តថាធ្វើអីទាំងអស់ដើម្បីខ្លាយជាអ្នកស្រាវជ្រាវខ្លាយជាអ្នកវិទ្យាសាស្ត្រណាបាទដល់អញ្ចឹងក៏រៀនឲ្យចប់សិនហើយខំរៀនភាសាអង់គ្លេសឲ្យបានប្រឡង TOEFL ហ្នឹងឲ្យបានល្អអញ្ចឹងរៀន IFL ជួយ TOEFL ខ្ញុំមែនតើអញ្ចឹងបានបន្ទុកល្អទៅក៏ឃើញឱកាសថាមានទៅរៀនបញ្ញាបត្រជាន់ខ្ពស់ថែមទេដើម្បីឲ្យមាំទាំខ្លាយជាអ្នកស្រាវជ្រាវបានបាទដល់អញ្ចឹងទៅក៏ខំដាក់អាហារូបករណ៍ទៅហើយទៅច្រើនប្រទេសដែរប៉ុន្តែថាគោលដៅធំហ្នឹងគឺទៅសហរដ្ឋអាមេរិកព្រោះប្រព័ន្ធសាកលវិទ្យាល័យឧត្តមសិក្សាគេនៅហ្នឹងមាំទាំមែនទែននៅលើពិភពលោកក៏ឈានមុខគេផ្នែកស្រាវជ្រាវនិងនវានុវត្តន៍ដល់អញ្ចឹងក៏ដាក់ទៅតាមអាហារូបករណ៍ហៅថា Fulbright ហ្នឹងបាទ Fulbright Fellowship ហ្នឹងដាក់ទៅ1ឆ្នាំ2ឆ្នាំ3ឆ្នាំជាប់ទៅបានទៅសាកលវិទ្យាល័យនៅ Ohio បាទអញ្ចឹងបានទៅរៀននៅ Ohio ហ្នឹង2ឆ្នាំបាទជាទឹកដីអាមេរិកជាទឹកដីដំបូងដែលលោកបណ្ឌិតបានទៅរស់នៅហើយនឹងសិក្សានៅទីនោះលោកបណ្ឌិតសិក្សានៅសាកលវិទ្យាល័យណាខ្លះនៅតំបន់នោះហើយយើងទទួលបានបទពិសោធន៍អ្វីខ្លះដែលលោកបណ្ឌិតមិនដែលជាប់ជួបនៅក្នុងប្រទេសកម្ពុជាបាទអរគុណណាខ្ញុំលើកឡើងមិញថាទៅ Ohio អានោះជាសាកលវិទ្យាល័យដែលខ្ញុំទៅរៀនរយៈពេល2ឆ្នាំប៉ុន្តែមុននឹងទៅដល់ហ្នឹងសហរដ្ឋអាមេរិកហ្នឹងក្រសួងការបរទេសហ្នឹងគេបញ្ជូនទៅCalifornia រដ្ឋ California គឺនៅសាកលវិទ្យាល័យ California Davis ហៅ UC Davis ហ្នឹងជាប្រព័ន្ធនៃសាកលវិទ្យាល័យ California UC system ដែលល្បីមួយដើម្បីរៀនត្រៀមដើម្បីចូលថ្នាក់អនុបណ្ឌិតអញ្ចឹងត្រៀមនឹងមានការរៀនពីការរៀន learning how to learn របៀបការស្រាវជ្រាវរបៀបសរសេររបៀបការប្រើប្រាស់បណ្ណាល័យហើយនឹងបន្ថែមភាសាអង់គ្លេសបែបការសិក្សាស្រាវជ្រាវជាន់ខ្ពស់ផងដែរអញ្ចឹងក៏យល់វប្បធម៌យល់អីហ្នឹងដើម្បីសម្របខ្លួនបានលឿនទៅសម្រាប់ថ្នាក់អនុបណ្ឌិតនៅ Ohio ហ្នឹងជាលើកដំបូងដែលរស់នៅក្រៅប្រទេសហើយក៏សិក្សានៅក្រៅប្រទេសជាមួយគ្នាអញ្ចឹងវប្បធម៌ខុសគ្នាច្រើនវប្បធម៌ការសិក្សាវប្បធម៌ក្នុងសង្គមប្រព័ន្ធបរិបទអីផ្សេងហើយលើកទីហោមួយថាយើងនៅប្រទេសយើងសាកលវិទ្យាល័យភាគច្រើនមិនបានបដិបដាថាឲ្យយើងរៀនជាលក្ខណៈឯករាជ្យច្រើនទេបាទនៅបញ្ចុកនឹងច្រើននៅ lecture ច្រើនហើយពេលនោះគឺមិនទាន់អភិវឌ្ឍដោយលោកសម្បូរលើកឡើងអញ្ចឹង2006ផងណាបាទបរិបទមាននៅបឋមឡើយដល់អញ្ចឹងទៅនៅអាមេរិកជំរុញឲ្យមានការរៀនជាឯករាជ្យច្រើនទំនាក់ទំនងរវាងគ្រូនិងសិស្សមិនសូវមានជាគម្លាតគ្នាខ្លាំងពេកទេបាទគ្រូនិងសិស្សហៅឈ្មោះគ្នាគេឲ្យហៅឈ្មោះបាទអញ្ចឹងចម្លែកយើងហៅគ្រូហៅឈ្មោះរៀងមិនសូវគួរសមដែរនោះមិនសូវជាផ្លូវការទេបាទឲ្យហៅឈ្មោះចិត្តស្និទ្ធគ្នាមែនតើបាទអាហ្នឹងទី2ទី3បង្កើតឲ្យមានការស្រាវគិតបែបស៊ីជម្រៅឲ្យចេះរិះគន់ដោយប្រើភស្តុតាងណាបាទឲ្យមាន critical thinking អញ្ចឹងខ្ញុំទៅចាំបានទោះប្រព័ន្ធហ្នឹងល្អព្រោះទៅដល់រៀននៅ UC Davis រៀនសភៅមួយថាភាសាអង់គ្លេសហ្នឹងប៉ុន្តែសភៅមួយ Rereading America ថាការអានឡើងវិញពីអាមេរិកអញ្ចឹងអ្វីដែលយើងដឹងពីអាមេរិកមុនពេលយើងទៅដល់តាមរយៈរឿងកុនរឿងចម្រៀងស្អីផ្សេងហ្នឹង media ហ្នឹងប្រព័ន្ធផ្សព្វផ្សាយគេឲ្យយើងគិតពិចារណាឡើងវិញតើហ្នឹងពិតប្រាកដអត់ទេបាទនិយាយពីរឿងការរើសអើងជាតិសាសន៍និយាយពីរឿងកីឡានិយាយពីរឿងប្រព័ន្ធនយោបាយស្អីទាំងអស់អញ្ចឹងប្រព័ន្ធហ្នឹងល្អធ្វើឲ្យយើងចេះមានការត្រិះរិះពិចារណាដោយខ្លួនឯងហើយធ្វើការសម្រេចចិត្តដោយខ្លួនឯងបាទហើយមួយទៀតជាសង្គមនៅយើងអាស៊ីកម្ពុជាលក្ខណៈជាសមូហភាពច្រើនជាងរស់នៅគ្រួសារអីចឹងកូនចៅជីតាអីនៅច្រើនដល់នោះជាលក្ខណៈបុគ្គលច្រើនជាងបាទលក្ខណៈបុគ្គលមិនសូវជាលក្ខណៈសមូហភាពទេអញ្ចឹងយើងបើថាយើងជោគជ័យជាគ្រួសារ
បរាជ័យក៏បរាជ័យជាគ្រួសារដែរនៅនោះជោគជ័យជាលក្ខណៈសង្គមជាលក្ខណៈបុគ្គលច្រើនជាងបាទអញ្ចឹងណាខ្ញុំលើកពី3ចំណុចចុះបាទលោកបណ្ឌិតទទួលបានបណ្ឌិតផ្នែកស្រាវជ្រាវនៅហូឡុងនៅឆ្នាំ2014តើពេលនោះលោកបណ្ឌិតធ្វើយ៉ាងម៉េចបានទៅបន្តសិក្សានៅហូឡុងបន្តទៀតដោយសារតែស្រឡាញ់ផ្នែកស្រាវជ្រាវបាទត្រូវតាំងពីតូចមកតាំងពីអាយុប្រហែល20ឆ្នាំថាស្រឡាញ់ការស្រាវជ្រាវប្រហែលជាឪពុកម្ដាយបណ្ដុះបណ្ដាលឲ្យស្រឡាញ់ការអប់រំឲ្យបានស៊ីជម្រៅអីចឹងរៀនវិទ្យាសាស្ត្រហើយចេះភាសាអង់គ្លេសអីផងក៏រៀនសូត្រខ្លួនឯងផងណាដល់អញ្ចឹងនៅតែស្រឡាញ់ជាលក្ខស្រាវជ្រាវដល់អញ្ចឹងទៅរៀននៅអាមេរិកដល់ចប់អាមេរិកហើយមកស្រុកខ្មែរធ្វើការអ្នកស្រាវជ្រាវនឹងទៀតបាទដូចជាអត់ចាកឆ្ងាយពីនឹងទៀតដល់ធ្វើប្រហែលវាបាន3ឆ្នាំក៏មានឱកាសថាអូគេមានគម្រោងធំតាក់ទងនឹងការស្រាវជ្រាវពីស្រុកខ្មែរ Cambodia Research Group ហើយនៅប្រទេសហូឡុងបាទគេរើសបេក្ខជន PhD ហ្នឹងបណ្ឌិតហ្នឹង4-5 នាក់ហើយនឹងក្រោយបណ្ឌិតទៀត postdoc ហ្នឹងពី3នាក់ទៀតហើយជាក្រុមការស្រាវជ្រាវសហការគ្នារវាងសាកលវិទ្យាល័យច្រើនហើយមានអ្នកស្រាវជ្រាវដែលគេរើសហ្នឹងមានខ្មែរផងហើយមានហូឡុងផងដល់អញ្ចឹងទៅក៏ចាប់អារម្មណ៍ថាអូខ្ញុំកំពុងស្រាវជ្រាវឥឡូវប៉ុន្តែបើថាទៅហូឡុងបានបន្តការស្រាវជ្រាវទៀតប៉ុន្តែ4ឆ្នាំបានសញ្ញាបត្របណ្ឌិតមួយទៀតណាបាទបានស្គាល់ស្រុកគេផងព្រោះដែរបានទៅអឺរ៉ុបអញ្ចឹងក៏ដាក់ទៅក៏បានគេ short list ដើម្បីគ្រូមកសម្ភាសផ្ទាល់នៅដល់ភ្នំពេញហ្នឹងបាទដល់ទៅបានជាប់ទៅឆ្នាំ2009ដល់ពីអញ្ចឹង2010បានទៅហើយរៀន4ឆ្នាំនៅហូឡុងហ្នឹងបាទតាមរយៈការឆ្លងកាត់បទពិសោធន៍នៃការសិក្សាទាំងក្នុងនិងក្រៅប្រទេសរហូតមកដល់ពេលបច្ចុប្បន្ននេះលោកបណ្ឌិតធ្លាប់បានបន្សល់នៅស្នាដៃអ្វីខ្លះដើម្បីទុកជាឯកសារសម្រាប់ខ្លួនឯងផងហើយសម្រាប់យុវជនសន្និសិទយើងបាទសំណួរល្អជាទូទៅមិនមែនតែខ្ញុំទេប៉ុន្តែអ្នកស្រាវជ្រាវភាគច្រើនដែលម៉ត់ចត់ដែលច្បាស់លាស់ដែលស្រឡាញ់មែនតើនោះគឺជាឯកសារស្រាវជ្រាវហ្នឹងឯកសារស្រាវជ្រាវមានជាសភៅមានជាអត្ថបទស្រាវជ្រាវខ្លីៗដែលធ្វើជា working paper ជាអត្ថបទគោលនយោបាយខ្លីៗបាទនឹងនៅកន្លែងស្រាវជ្រាវនៅជាស្ថានស្រាវជ្រាវដូចថាជាស្ថានthink tank ជាស្ថានស្រាវជ្រាវគោលនយោបាយដែលខ្ញុំធ្វើការដូចនៅ CDI អីហ្នឹងហើយដល់ពេលផ្នែកជាលក្ខណៈ academic នៅសាកលវិទ្យាល័យវាជា journal អាហ្នឹងមានការមើលត្រួតពិនិត្យមើលច្បាស់លាស់ហៅថា peer review មាន journal មានដូចថាជាទស្សនាវដ្តីសិក្សាណាច្បាស់លាស់លក្ខណៈអន្តរជាតិបាទច្រើនមានការបោះពុម្ពអញ្ចឹងច្រើនព្រោះខ្ញុំទៅសេសារណាមិនមែនសារណាដូចជាលក្ខណៈប្រពៃណីទេសារណាខ្លីដែលជាបណ្ដុំនៃអត្ថបទស្រាវជ្រាវដែលបានបោះពុម្ពហើយបាទ6អត្ថបទដល់អញ្ចឹងទៅមានការបោះពុម្ពនឹងច្រើនដល់ចុងក្រោយទៅក៏សរសេរជាសភៅនឹងចេញពីលទ្ធផលការស្រាវជ្រាវ PhD នឹងបណ្ឌិតនឹងផងក្រោយមកទៀតមកដល់សប្តាហ៍ថ្ងៃហ្នឹងក៏នៅតែបន្តបោះពុម្ពគ្រាន់តែមួយឆ្នាំមុនហ្នឹងមួយឆ្នាំចុងក្រោយបោះពុម្ព2ឥឡូវមានសភៅ2ទៀតកំពុងនឹងរៀបបោះពុម្ពខែ2-3ខែទៀតនឹងមានសភៅតទៅទៀតហើយនឹងមានអត្ថបទគេអញ្ជើញហៅទៅជាវាគ្មិននៅក្រៅប្រទេសនឹងច្រើនដែរទាំងនៅអឺរ៉ុបទាំងនៅអាស៊ីនិងនៅចិនអីចឹងណាអញ្ចឹងទៅខ្ញុំនៅតែបន្តការបោះពុម្ពហ្នឹងដើម្បីចែករំលែកទៅក្នុងប្រទេសនិងក្រៅប្រទេសនឹងច្រើនអញ្ចឹងអាហ្នឹងជាការបន្សល់ប៉ុន្តែការបោះពុម្ពទាំងអស់ហ្នឹងមិនមែនដើម្បីថាជាមុខមាត់ឬក៏ដើម្បីបានលុយដើម្បីតំណែងអីទេគឺមានគោលបំណងមួយពីរទៀតដែលថាជាកេរដំណែលទី1ដែលយើងយកជាឯកសារផ្ដល់ជាមតិយោបល់ផ្ដល់ជាទឹកតាំងជាភស្តុតាងដល់អ្នកធ្វើគោលនយោបាយបាទទី1ទី2យើងយកវាមកបង្រៀនបាទជាទស្សនៈទានដើម្បីមានជាគំនិតថ្មីមានជានវានុវត្តន៍ថ្មីក្នុងការបង្រៀននិស្សិតបាទជាពិសេសថ្នាក់បញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតពីច្រើនខ្ញុំបរៀនថ្នាក់ហ្នឹងបាទហើយវិធីសាស្ត្របង្រៀនផងដែរហើយទី3ដើម្បីឲ្យមាននវានុវត្តន៍
ឬវិនិវត្តនៅក្នុងសង្គមហ្នឹងអញ្ចឹងបើថាដូចបង្កើតសាកលវិទ្យាល័យខំតិចអញ្ចឹងខ្ញុំស្រាវជ្រាវតាក់ទងឧត្តមសិក្សានិងបណ្ដុះបណ្ដាលជីវៈហ្នឹងប្រហែលជា10ឆ្នាំដល់អញ្ចឹងទៅបានគំនិតថ្មីមកដើម្បីបង្កើតស្ថាប័នហ្នឹងព្រោះឧត្តមសិក្សាបរិបទអប់រំហ្នឹងវាផ្លាស់ប្ដូរខ្លាំងណាស់អញ្ចឹងទៅហើយឥឡូវបន្តពី5ឆ្នាំមកគិតមកថាដំណាក់កាល5ឆ្នាំទៀតនិង10ឆ្នាំទៀតសម្រាប់ខំតិចយ៉ាងម៉េចអញ្ចឹងបើអត់មានការស្រាវជ្រាវមិនមែនតែខ្ញុំម្នាក់ទេទៅជាសហគមន៍ស្រាវជ្រាវមួយដើម្បីជំរុញឲ្យមាននវានុវត្តន៍ក្នុងដំសិក្សាទេយើងអត់អាចជំរុញប្រទេសជាតិយើងទៅសម្រេចបានគោលដៅអភិវឌ្ឍ2030 2050ទេទី1ទី2យើងនឹងបាត់បង់ការប្រកួតប្រជែងនៅក្នុងតំបន់ជាមួយប្រទេសជិតខាងទៀតលក្ខណៈសេដ្ឋកិច្ចហើយទី3ឯករាជ្យភាពនិងបូរណភាពទឹកដីការពារជាតិយើងក៏អាចទៅរួចដែរបើអត់មានមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រគណិតវិទ្យារូបវិទ្យានិងបច្ចេកវិទ្យាទេបាទនៅឆ្នាំ2021លោកបណ្ឌិតបានទទួលកាន់តំណែងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Chemtech ដែលគេស្គាល់ថាជាសាកលវិទ្យាល័យមួយដែលផ្ដោតសំខាន់ទៅលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហៅថា STEM គណៈពេលដែលប្រទេសកម្ពុជាបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់យើងនៅមានកម្រិតនៅឡើយទៅលើជំនាញនេះថាលោកបណ្ឌិតមានជួបឧបសគ្គអីខ្លះនៅពេលដែលចូលមកដឹកនាំ Chemtech នៅពេលនេះបាទអរគុណណាស់បាទ2021ហ្នឹងក៏ខ្ញុំបានចាប់ផ្ដើមជាសាកលវិទ្យាធិការស្ថាបនិកព្រោះអត់មានពីមុនមកទេបុគ្គលិកក៏អត់មានដែរដោយលោកសម្បូរលើកឡើងអញ្ចឹងហើយវាជាមុនដល់ពីការប្រជុំខ្ញុំត្រូវតែលើកឡើងពីទស្សនវិស័យរបស់ស្ថាបនិករបស់យើងលោកអ្នកអញ្ញាពងកសែដែលជាប្រធានសមាគមខ្មែរចិនក្នុងនាមគាត់ជាអនិកជនដែលវិនិយោគខ្លាំងទៅលើវិស័យច្រើនវិស័យតែមែនតើប៉ុន្តែគាត់ឲ្យតម្លៃជាមួយនឹងសមាគមនឹងទៅលើការវិនិយោគរយៈពេលវែងឆ្ងាយអញ្ចឹងវិនិយោគរយៈពេលវែងឆ្ងាយគឺអប់រំហើយឧត្តមសិក្សាព្រោះសេដ្ឋកិច្ចយើងហើយសហគ្រាសផ្សេងបើអត់មានអ្នកជំនាញទេជាពិសេសអ្នកជំនាញដែលសម្រាប់ការអភិវឌ្ឍបន្ទាប់ទៀតនេះវគ្គបន្ទាប់ត្រូវតែមានជំនាញខ្ពស់ចេះបច្ចេកវិទ្យាចេះភាសាអង់គ្លេសចេះចិនមានការគិតពិចារណាស្រាវជ្រាវច្បាស់លាស់យល់ដឹងពីពិភពលោកក្នុងតំបន់អញ្ចឹងគាត់យល់ដឹងពីអានឹងហើយបានមានការវិនិយោគវែងឆ្ងាយគិតគូរជាទស្សនវិស័យសម្រាប់ថាឲ្យសាកលវិទ្យាល័យ Chemtech នឹងផ្ដោតទៅលើជំនាញដែលសាកលវិទ្យាល័យឯកជនភាគច្រើនអត់ផ្ដោតទេគឺទៅលើ STEM ហើយជាពិសេសផ្នែកបញ្ញាសិប្បនិម្មិតហើយចុងក្រោយនេះ Chemtech បានប្រែខ្លួនទៅជា AI University សាកលវិទ្យាល័យបញ្ញាសិប្បនិម្មិតក្នុងនោះជំនាញរបស់យើងនឹងគឺមានវិទ្យាសាស្ត្រទិន្នន័យផ្នែកសន្តិសុខផ្នែក cyber ផ្នែកអភិវឌ្ឍ software data science នឹងហើយនឹងខាង sustainable built environment នឹងជាដើមសិតតែវិស័យដែលជាស្នូលសម្រាប់ប្រទេសយើងដើម្បីអភិវឌ្ឍឧស្សាហកម្មនិងវិទ្យាសាស្ត្រតើនឹងជាបរិបទខ្លីហើយយើងមានសំណាងថាបានបង្កើតនៅក្នុងដីមួយដែលមិនធំពេកប៉ុន្តែសមស្របក្នុងបរិបទស្រុកខ្មែរយើងនៅជួយចង្វានឹងនៅ5ហិកតាអគារ6ជាន់ដែលជាការចាប់ផ្ដើមមិនដែលចាប់ផ្ដើមដំបូងការប្រឈមច្រើនមែនទែនព្រោះអត់មានអីទេអត់មានអត់មានអាជ្ញាប័ណ្ណអត់មានការទទួលស្គាល់អត់មានមានបុគ្គលិកមានតែរដ្ឋធម្មនុញ្ញ Constitution មានតែខ្ញុំម្នាក់ដែលទទួលបានការជ្រើសរើសដល់ប្រុងប្រយ័ត្នហើយនឹងយកចិត្តទុកដាក់មកអញ្ចឹងខ្ញុំត្រូវចាប់ផ្ដើមទាំងអស់ហើយនិយាយមែនតើទៅតាំងពីឈ្មោះឡើងវិញតាំងពី logo តាំងពីដាក់ដំណងសុំក្រសួងអប់រំហើយនឹងទៅដល់ទីស្តីការគណៈរដ្ឋមន្ត្រីពេលនឹងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ជានាយករដ្ឋមន្ត្រីហើយទទួលបានមកខែមីនាឆ្នាំ2021យើងមានសិទ្ធិជាផ្លូវការក្នុងការបើកសាកលវិទ្យាល័យហើយអញ្ចឹងយើងកសាងបុគ្គលិក website ហេដ្ឋារចនាសម្ព័ន្ធអគារមានស្រាប់ប៉ុន្តែត្រូវផ្លាស់ប្ដូរត្រូវការរៀបចំបំពាក់សម្ភារៈមួយចំនួនកែកុនមួយចំនួនឲ្យសមស្របសម្រាប់ការផ្ដល់អប់រំស្រាវជ្រាវនវានុវត្តន៍សម្រាប់សតវត្សទី21ដល់អញ្ចឹងទៅហើយយើងត្រូវការផ្សព្វផ្សាយទំនាក់ទំនងទាំងក្នុងទាំងក្រៅប្រទេសទៅនិយាយខ្លីមកកាលហ្នឹងឆ្នាំដំបូងចុងឆ្នាំហ្នឹងបាន6នាក់បាទ
ឥឡូវនឹងពួកគាត់ចប់អស់ហើយនៅទាំងអស់ជាមួយយើង6នាក់ហ្នឹងសិតតែបកកែ6នាក់ហ្នឹងដូច2នាក់មុននឹងចូលមកគាត់យក start up គាត់មកបាត់ហើយអញ្ចឹងមិនថាលោកសម្បូរលើកពីមុនហ្នឹងថានិស្សិតខំតិចហ្នឹងគឺមិនមែនតែឈ្មោះទេសាកលវិទ្យាល័យមួយបកកែដោយសារតែយើងមានទេពកោសលបកកែទេពកោសលគឺមាននិស្សិតហើយនឹងគ្រូហ្នឹងបាទអញ្ចឹងទៅយើងមានមោទនភាពថាឥឡូវហ្នឹងបន្ទាប់ពីដំបូងមានតែ6នាក់ឥឡូវយើងចោលដល់ជិត500នាក់ដែលនៅតែរក្សាចំនួនកើនឡើងច្រើនប៉ុន្តែនៅតែរក្សាគុណភាពថាទស្សនៈវិជ្ជាយើងគឺថារើសកូនសិស្សដែលបកកែបំផុតដែលមកចូលខំតិចនឹងដែលមានមូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រផ្នែកគណិតផ្នែករូបអីចឹងហើយចេះភាសាអង់គ្លេសតែភាសាអង់គ្លេសយើងអាចបំពន់បានហើយប៉ុន្តែក្រៅពីហ្នឹងយើងយកចិត្តទុកដាក់ទៅលើស្ត្រីបាទទៅលើស្ត្រីនិងយុវជនដែលមកពីទីជនបទអីដែរអត់មានលទ្ធភាពប៉ុន្តែមានសក្តានុពលមានទេពកោសល្យមានមូលដ្ឋានគ្រឹះដែលយើងអាចបដិបដាលទៅចប់ 3-4 ឆ្នាំស្តៀងគ្នាទាំងអស់មានទេពកោសល្យនិងគុណវត្តស្តៀងគ្នាបាទមកដឹកនាំនៅខេមតិចលោកបណ្ឌិតប្រមូលចំណេះជំនាញដែលទទួលបានបទពិសោធន៍ពីអាមេរិកពីក្រៅឬក៏ពីផ្សេងមកយកមកដាក់ធាតុចូលក្នុងខេមតិចនឹងតែម្ដងដើម្បីជាឱកាសសម្រាប់យុវជនយើងតែម្ដងឬក៏យ៉ាងម៉េចដែរឬថាយើងប្រមូលវិជាគុណពីក្រៅយកមកជួយដល់យុវជនយើងអញ្ចឹងលោកបាទសំណួរនេះល្អសំខាន់ណាស់អញ្ចឹងជាសំណួរត្រឹមត្រូវព្រោះអ្វីដែលយើងឃើញនៅខេមតិចហ្នឹងវាជាការឆ្លុះបញ្ចាំងមិនមែនតែខ្ញុំទេប៉ុន្តែខ្ញុំថាជាមេដឹកនាំជាន់ខ្ពស់នៅសកលហ្នឹងក៏ថាជាការសំយោគមួយត្រូវដែរព្រោះដូចថាសង្ខេបឡើងវិញខ្ញុំទៅរៀនក្រៅពីនៅស្រុកខ្មែរយើងទៅរៀននៅអាមេរិកទៅរៀននៅហូឡង់ទៅរៀននៅអូស្ត្រាលីបាទពី1ឆ្នាំទៅ4ឆ្នាំក្រៅពីហ្នឹងទៅសិក្សាស្រាវជ្រាវរយៈពេលខ្លី3ខែ1ខែ3ខែអីចឹងនៅអាល្លឺម៉ង់នៅស្វីសបាទហើយបើនៅអឺរ៉ុបវិញទៅច្រើនប្រទេសមែនតើដោយសារតែវីសាហ្នឹងវាស្រួលធ្វើដំណើរអញ្ចឹងទៅរៀននឹងតាមពិតមិនមែនតែហូឡង់ទេមានប្រទេសផ្សេងទៀតអញ្ចឹងអឺរ៉ុបធ្វើដំណើរច្រើននៅអូស្ត្រាលីក៏គេទទួលបានដូចនៅសាកលវិទ្យាល័យ Melbourne អីចឹងអញ្ចឹងធ្វើឲ្យគំនិតយើងហ្នឹងទី1វាមានបច្ចុប្បន្នភាពទី2វាទូលំទូលាយនិយាយពីប្រព័ន្ធឧត្តមសិក្សាច្រើនប្រទេសច្រើនទ្វីប3ទ្វីបបាទដល់អញ្ចឹងទៅយើងមានមូលដ្ឋានគ្រឹះមួយដែលថាទោះបីជាសាកលវិទ្យាល័យខំតិចជាសាកលវិទ្យាល័យក្នុងស្រុកប៉ុន្តែយើងមានគំនិតអន្តរជាតិដែលយើងអត់ហៅថាសាកលវិទ្យាល័យអន្តរជាតិទេប៉ុន្តែភាសាប្រើជាអង់គ្លេសបន្ថែមចិនទៀតទី1ទី2គ្រូទាំងអស់ដែលមានទទួលសឹងតែទាំងអស់ទទួលបានការសិក្សាស្រាវជ្រាវយ៉ាងតិចបញ្ញាបត្រជាន់ខ្ពស់ពីក្រៅប្រទេសមកបាទមានច្រើនប្រទេសលើសពីខ្ញុំទៀតបាទហើយទី3យើងមានបណ្ដាញនៅក្រៅប្រទេសហ្នឹងជាសាកលវិទ្យាល័យជាស្ថាប័នឯកជនហ្នឹងច្រើនមែនទែននៅក្រៅប្រទេសហ្នឹងហើយបណ្ដាញហ្នឹងធ្វើឲ្យគាត់ថាដើម្បីបានទទួលលក្ខណៈអន្តរជាតិទប់ឯនីយកម្មហ្នឹងនៅក្នុងសាកលយើងផងនៅជួយចង្វានៅភ្នំពេញផងដោយគ្រូគេមកពីក្រៅប្រទេសមកជួយបរៀនយើងមានគ្រូក្រៅប្រទេសដែលជាសាស្ត្រាចារ្យពេញម៉ោងនិងជាថ្នាក់ដឹកនាំទៀតនៅខេមតិចផងប៉ុន្តែមិនគ្រប់គ្រាន់ទេហើយកំពុងសិក្សាឆ្នាំទី1ក៏ដោយឆ្នាំទី2ទី3ក៏ដោយយើងបញ្ជូនគាត់រយៈពេលខ្លី2សប្តាហ៍ទៅ3ខែនៅពេលដែលគាត់វិសមកាលហ្នឹងទៅក្រៅប្រទេសហើយចូលឆ្នាំទី4ទៅចប់ឆ្នាំទី3ទៅគាត់មានឱកាសសិក្សារហូតដល់ទៅពី6ខែទៅ1ឆ្នាំនៅសាកលវិទ្យាល័យដៃគូរបស់យើងនៅហូឡង់នៅកាណាដានៅអាមេរិកបាទឥឡូវនេះកំពុងហូឡង់បញ្ជូនទៅ8នាក់នឹងមានឱកាសជាង10នាក់ទៅទៀតគេឲ្យលុយចេញលុយសឹងទាំងអស់ទៅធ្វើការទៀតបាទអញ្ចឹងមិនងាយមានឱកាសបែបហ្នឹងទេដែលដោយសារតែបណ្ដាញយើងនៅហ្នឹងធ្លាប់ទៅរៀននៅហូឡង់អញ្ចឹងគេយល់ថាប្រព័ន្ធអប់រំយើងគឺទទួលបានប្រើភាសាអង់គ្លេសទទួលស្គាល់ credit គ្នាទៅវិញទៅមកវិញក៏យើងទទួលបាននៅកាណាដាក៏អញ្ចឹងដែរហើយនៅអាមេរិកក៏អញ្ចឹងដែរហើយក្រៅពីហ្នឹងទៅចិនមានទំនាក់ទំនងជាមួយនឹងចិនហ្នឹងខែឧសភាហ្នឹងនឹងបញ្ជូន15នាក់ទៅខាងសាំងតុងជាកិច្ចសិក្សាស្រាវជ្រាវរយៈពេល2សប្តាហ៍ប៉ុន្តែនឹងបង្កើតទំនាក់ទំនងនឹងជាមួយសាកលវិទ្យាល័យផ្សេងទៀតនៅចិននឹងឲ្យបានទៅដល់1ឆ្នាំទៅ2ឆ្នាំអញ្ចឹងទៅវាថាសាកលវិទ្យាល័យមានមោទនភាពដែរដែលសាកលវិទ្យាល័យក្នុងស្រុកប៉ុន្តែគេទទួលស្គាល់ច្រើននៅក្នុងតំបន់
នឹងនៅអឺរ៉ុបនៅអាមេរិកហើយយើងកំពុងនៅអាស៊ីមួយទៀតនៅឥណ្ឌូនេស៊ីឥណ្ឌូនេស៊ីគឺថាមានទំនាក់ទំនងហើយទាំងអស់ហ្នឹងគឺថាទំនាក់ទំនងទទួលស្គាល់និងជំរុញដល់ស្ថានទូតទៀតដល់រដ្ឋាភិបាលជំរុញមែនតើស្ថានទូតខាងឥណ្ឌូនេស៊ីស្ថានទូតចិនស្ថានទូតហូឡង់ស្ថានទូតអាមេរិកស្ថានទូតកាណាដាបាទជាលក្ខណៈប្រព័ន្ធហើយចុងឆ្នាំនេះនឹងទៅពង្រីកទៅខាងDown Under ខាងអូស្ត្រាលីបាទមើលទៅតាមប្រវត្តិតាមតាដើមតងតាំងពីសិក្សាមករហូតដល់កាន់តំណែងនៅខេមតិចគឺមានការឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងនាមលោកបណ្ឌិតដែលបានឆ្លងកាត់បទពិសោធន៍ទាំងអស់នេះលោកបណ្ឌិតខ្លួនឯងមានមោទនភាពបែបណាដែរសម្រាប់នៅពេលដែលយើងឆ្លងកាត់តាំងពីប្រទេសជួបការលំបាកហើយមកដល់បច្ចុប្បន្នយើងមានសន្តិភាពមានឱកាសច្រើននៅពេលបច្ចុប្បន្ននេះបាទអរគុណណាស់បាទថាមោទនភាពសប្បាយចិត្តដែរប៉ុន្តែនិយាយមួយយ៉ាងទៀតថាការធ្វើការងាររាល់ថ្ងៃហ្នឹងវាជាបេសកកម្មវាជាអ្វីដែលស្រឡាញ់ហើយជាសេវាជា service ទៅជួយទៅសង្គមវិញទេបាទការបរៀនការស្រាវជ្រាវការកាន់ជាដឹកនាំជាសកលជាទីការអីហ្នឹងគឺហត់ណាបាទការស្រាវជ្រាវការបរៀនអត់មានម៉ោងពេលទេភាគច្រើនបរៀននៅសកល1ម៉ោងអញ្ចឹងត្រូវត្រៀម 2-3 ម៉ោងចប់ហើយត្រូវធ្វើការ 2-3 ម៉ោងទៀតភាគច្រើននៅផ្ទះតមកដល់ផ្ទះទៀតការស្រាវជ្រាវក៏អត់មានម៉ោងពេលដែរដល់ពេលកាន់ជាលក្ខណៈរដ្ឋបាលអ្នកដឹកនាំកាន់តែមានការប្រឈមច្រើនអញ្ចឹងជាការផ្ដល់ទៅវិញទៅឲ្យសង្គមអញ្ចឹងទី1ប៉ុន្តែទី2ថាមោទនភាពដែលថាយើងមកពីប្រវត្តិក្រុមគ្រួសារមកមានតែការអប់រំមិនសំខាន់បាទអត់មានថវិកាអត់មានសម្ភារៈអត់មានអីទេបាទអត់មានខ្សែអត់មានអីទាំងអស់បាទប៉ុន្តែដល់ពេលវិនិយោគទៅលើការអប់រំទៅខ្លួនឯងក្នុងសង្គមទៅវានឹងជួយត្រួសត្រាយផ្លូវឲ្យធ្វើអីក៏ទៅរួចដែរទី3វាបង្ហាញឲ្យឃើញថាប្រជាជនយើងក៏ដូចជាអ្នកណាក៏ដោយបរិយាកាសនិងបរិស្ថានសំខាន់មែនតើហើយបើសិនជាយើងនៅកន្លែងមួយទៅយើងនៅតែកន្លែងមួយរហូតយើងអត់ឃើញថាតើសក្តានុពលរបស់ខ្លួនឯងរបស់ពិភពលោកវាអាចទៅណារួចទេសូបិនយើងវានៅតែមានជញ្ជាំងមានដែនកំណត់ដែរដល់ពេលមករៀននៅទីក្រុងទៅជាបណ្ដុំនៃសាកលវិទ្យាល័យល្អជាច្រើនយើងមានសុបិនមួយថែមទៀតទៅដល់ពេលទៅក្រៅប្រទេសមិនមែនតែប្រទេសមួយទៀតទៅច្រើនប្រទេសទៅពិភពលោកយើងកាន់តែច្រើនកាន់តែធំហើយយើងកាន់តែតូចទៅបាទរៀនកាន់តែច្រើនយើងមានអារម្មណ៍ថាយើងកាន់តែចេះតិចយើងមានអារម្មណ៍ថាចង់រៀនថែមទៀតអញ្ចឹងសង្ខេបមកវិញចុងក្រោយទី3ថាបើយើងនៅរាប់អានមិត្តភ័ក្តិរាប់អានសហការីហើយនឹងទៅក្នុងបរិយាកាសមួយដែលធ្វើឲ្យយើងរីកចម្រើនបានគឺយើងអាចរីកចម្រើនបានដូចពួកលោកខាងលិចអញ្ចឹងប្រទេសដែលជឿនលឿនជាងយើងអញ្ចឹងតោះតែធ្វើដំណើរឲ្យច្រើនធ្វើដំណើរក្នុងប្រទេសធ្វើដំណើរក្រៅប្រទេសទៅហើយយើងអាចដឹងពីសក្តានុពលរបស់ខ្លួនឯងបាទយើងអាចធ្វើការធំដុំដូចតែពួកស្បែកសអញ្ចឹងបាទចប់លោកគ្រូអូខេ